ឈ្មោះអង្គមិនអាចមកពីក្រុម AV server នៅថ្ងៃនេះខ្ញុំធ្វើការ install ជួយបន្ទូ server អញ្ចឹងដំបូងខ្ញុំសូមធ្វើការ set up Visual Box ជាមុនសិនអញ្ចឹងចុចយាយមកអញ្ចឹងចុច next ដល់កន្លែងនេះយើងយក I accept the term នេះមកចុច next yes ចុច yes ទៀតមកហើយចុច next អញ្ចឹងយើងធ្វើការចុច install អញ្ចឹងយើងរងចាំឲ្យវា install ពេញសិនបន្ទាប់មកយើងធ្វើការ click ទៅលើពាក្យថា finish នេះមកអញ្ចឹងដើម្បី set up ខ្ញុំបង្កើតចុចពាក្យថា new នេះមកជាកន្លែងនេះខ្ញុំធ្វើការដាក់ឈ្មោះអញ្ចឹងដល់កន្លែងនេះយើងធ្វើការ choose folder អញ្ចឹង folder ខ្ញុំបានបង្កើតមិញនៅក្នុង drive D Ubuntu អញ្ចឹងខ្ញុំធ្វើការបង្កើត folder មួយទៀតអញ្ចឹងយើងចុចពាក្យថាពី select folder នេះមកកន្លែង image ISO នេះយើងធ្វើការយក file នេះមកប្រើ file នេះបាននេះអញ្ចឹងដល់កន្លែងនេះខ្ញុំធ្វើការដោះ text ចេញហើយចុច next អញ្ចឹងមកដល់កន្លែងនេះជ្រើសរើស memory ហើយ CPU និង disk អញ្ចឹងកន្លែងនេះ memory ខ្ញុំយក40 91ចឹងយើងធ្វើការtick កន្លែងនេះមួយមកហើយចុច next កន្លែងនេះចុច finish យកមកជុំមកដល់ចំណុចនេះយើងធ្វើការ start service វាចឹងចុច start with GUI នេះមកចឹងវាមកដល់កន្លែងនេះចំពោះភាសានេះយើងយកភាសាអង់គ្លេសចុច enter មកចឹងមកដល់ចំណុចនេះយើងរកឃើញយកពាក្យថា done មកយើងចុច enter ដល់កន្លែងនេះយកពាក្យថា Ubuntu ហើយចុច done មកចឹងមកដល់ចំណុចនេះយើងចុចពាក្យ done មកចឹងមកដល់ចំណុចនេះយើងយកពាក្យថា done យើងរកឃើញវាហើយយកពាក្យថា done មកកន្លែងនេះចឹងមកដល់កន្លែងនេះយើងរកឃើញយកពាក្យថា done នេះ enter មកចុច done រកឃើញយកពាក្យ continue ចឹងមកដល់កន្លែងនេះគេឲ្យបញ្ចូល name ខ្ញុំសូមដាក់ឈ្មោះខ្ញុំកន្លែងនេះ server name កន្លែងនេះ username ដាក់ឈ្មោះខ្ញុំទាំងអស់កន្លែងនេះ password ក្រោមនេះ confirm password គេរកឃើញមកក្រោមយកពាក្យថា done ចុងមកដល់ចំណុចនេះយើងរកពាក្យថា continue ហើយចុច enter មកកន្លែងនេះយើងធ្វើការចុច space មួយហើយរកឃើញមកក្រោមយកពាក្យថា done enter ចុងមកដល់ចំណុចនេះសូមរកឃើញមកក្រោមរកពាក្យថា done ចុច enter ចឹងកន្លែងនេះយើងធ្វើការរងចាំវា install តិចសិន
Trongបន្ទាប់ពីវាដំណើរការបានហើយខ្ញុំសូមធ្វើការរក key មកក្រោមរកពាក្យថា reboot now ចឹងសូមធ្វើការរងចាំវាតិចសិនទៅដើម្បីបិទដើមចឹងដើម្បី restart យើងចុច enter វាចឹងវាធ្វើការដើរចឹងសូមធ្វើការរងចាំវាតិចសិនដើម្បីឲ្យវាដំណើរការចប់ចឹងចឹងបណ្ដាលនេះគេតម្រូវឲ្យយើងចូលuser login ពី password ចឹងខ្ញុំសូមធ្វើការវាយម្ដងទី3មកខ្ញុំវាយខុសចូល password enter ចឹងវាបានលោតមកដល់នេះហើយកន្លែងនេះខ្ញុំសូមធ្វើការវាយ comment etc.cloudចឹងយើងចុច enter មកកន្លែងនេះខ្ញុំវាយ password enter កន្លែងនេះសូមធ្វើការវាយ commentចឹងបន្ទាប់ពីការវាយ comment ហើយចុច enter តិចមកកន្លែងនេះខ្ញុំមិនវាយ comment ខុសចឹងខ្ញុំសូមធ្វើការវាយ comment ឡើងវិញចឹងសូមធ្វើការវាយ commentសូមចុច enter ចឹងវាដំណើរការ comment យើងហើយចឹងមកដល់កន្លែងនេះខ្ញុំសូមធ្វើការវាយ comment ដើម្បី upgrade វាចឹងចុច enter ចឹងមកដល់ចំណុចនេះយើងវាយពាក្យ y មក enter ចឹងវាពុំដំណើរការចឹងយើងធ្វើការចាំវាតិចសិនទៅចឹងវាកំពុងដំណើរការ
trong một đoạn này thì nhóm xong thuộc cả ở váy của mình mũi xanh trong một đoạn này nhóm xong thuộc cả váy của mình S shutdown trong ca tà là dùng tôi bao giờ ban chụp cháy ở con nước sầm rạp ca tà nào video mùi này